សូមជូនរឿងខ្មោចចង់ស៊ីការ៉េមកៃបាទរឿងខ្មោចចង់ស៊ីការ៉េមកៃនេះគឺគោលបំណងនៅក្នុងរឿងនេះគឺអ្នកនិពន្ធចង់ឲ្យប្រិយមិត្តអ្នកអានឬអ្នកស្ដាប់ទាំងអស់គ្នាជួយបានថែរក្សាសុខភាពជាពិសេសស្ត្រីទាំងឡាយត្រូវយកចិត្តទុកដាក់ចំពោះការខ្លួនឯងនៅពេលដែលមានផ្ទៃពោះជាមួយនឹងគ្នានេះផងដែរស្ត្រីដែលរស់នៅតាមទីជនបទដាច់ស្រយាលត្រូវចេះរិះរកវិធីបែបណាក្នុងការថែរក្សាខ្លួននិងទារកក្នុងផ្ទៃដើម្បីជៀសវាងពីគ្រោះថ្នាក់ឬអាចបាត់បង់ជីវិតដោយសារតែការបណ្តែតបណ្តោយនិងការធ្វេសប្រហែសក្នុងអំឡុងពេលមានផ្ទៃពោះបាទចឹងសូមបងប្អូនអារម្មណ៍ពុកម៉ែបងប្អូនជាប្រិយមិត្តទាំងអស់គ្នាដែលចូលចិត្តស្ដាប់ក្នុងរឿងនេះអញ្ជើញចូលស្ដាប់ដូចតទៅនេះបាទមានរឿងមួយដំណើរថាមានប្តីប្រពន្ធ2នាក់ទៅនឹងរៀបការហើយថ្មីប្តីឈ្មោះរុនប្រពន្ធឈ្មោះស៊ូក្រោយមកពួកគេបានចាក់ចេញពីភូមិកំណើតទៅរស់នៅតំបន់ដាច់ស្រយាលមួយដែលពុំសូវមានមនុស្សរស់នៅដោយសារតែកើតទៅធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតច្រើនខែក្រោយមកស្ត្រីជាប្រពន្ធក៏មានផ្ទៃពោះពេលល្ងាចមួយប្តីប្រពន្ធទាំងពីរនាក់បានបរិភោគអាហារនៅក្រោមពន្លឺភ្លើងចង្កៀងផ្លុងនាងក៏បានប្រាប់ប្តីថាបងខ្ញុំមានផ្ទៃពោះហើយប្តីក៏តបដោយចិត្តត្រេកអរថាល្អណាស់អូនអញ្ចឹងចាំចិត្តគ្រប់ខែយើងត្រឡប់ទៅភូមិស្រុកយើងវិញហើយផលដំណាំយើងក៏ប្រមូលផលរួចរាល់ដែរនាងប្រពន្ធក៏យល់ស្របតាមគំនិតប្តីដែរ4ខែក្រោយកន្លងផុតទៅនៅពេលរសៀលថ្ងៃមួយប្រពន្ធក៏ចាប់ផ្ដើមឈឺពោះខុសប្រក្រតីខុសពីធម្មតាអ្នកជិតខាងឃើញដូចនេះបានតាមបុរសជាប្តីឲ្យមកមើលប្រពន្ធក្រោយពីប្តីទទួលដំណឹងអ្នកជិតខាងរួចប្តីក៏ប្រញាប់ប្រញាល់ធ្វើដំណើរមកផ្ទះវិញគាត់ដើរបណ្ដើរជជែកជាមួយអ្នកជិតខាងបណ្ដើរនោះក៏បាននិយាយថាខ្ញុំឆ្ងល់ណាស់បើតាមការគាត់សម្គាល់ប្រពន្ធខ្ញុំគឺទៅតែបាន7ខែប៉ុណ្ណោះម្ល៉េចក៏នាងឈឺពោះយ៉ាងដូចនេះទៅវិញពេលទៅដល់ផ្ទះបុរសជាប្តីនោះក៏លើកប្រពន្ធនិងអីវ៉ាន់ដាក់លើរទេះស្រូតដំណើរទៅស្រុកវិញលុះធ្វើដំណើរបានពាក់កណ្ដាលផ្លូវនាងស្រាប់តែឈឺពោះខ្លាំងឡើងរហូតដល់តែទ្រាំលេងបាននាងក៏ដាច់ខ្យល់ស្លាប់បាត់ទៅទាំងពោះធំតែម្ដងបុរសជាប្តីឃើញដូច្នោះហើយក៏ស្រែកយំអាណិតប្រពន្ធកូនជាពន់ពេកនឹកឃើញកំហុសរបស់ខ្លួនដែលមិនមើលប្រពន្ធឲ្យបានល្អបាទចឹងក៏ជាពិសេសផងដែរស្វាមីជាបុរសឃើញប្រពន្ធដែលមានផ្ទៃពោះមានទម្ងន់ហើយក៏បីនឹងនៅថែរក្សាប្រពន្ធយើងឲ្យបានល្អផងបាទកុំសូវទុកចោលបាទព្រោះអីប្រពន្ធយើងដែលមានផ្ទៃពោះគាត់ពិបាកនឹងធ្វើកិច្ចការអ្វីផ្សេងណាយើងជាប្តីក៏បីទទួលនៅកាតព្វកិច្ចនឹងឲ្យបានល្អបាទសូមកុំទុកប្រពន្ធចោលបាទអញ្ចឹងយើងបន្តរឿងយើងទៀតការស្លាប់របស់នាងបណ្ដាលមកពីខ្វះការយកចិត្តទុកដាក់នៅពេលនាងកំពុងមានផ្ទៃពោះដោយសារតែនៅទីជនបទដាច់ស្រយាលពុំមានមន្ទីរពេទ្យពុំមានមណ្ឌលសុខភាពសម្រាប់ពិនិត្យសម្រាប់ព្យាបាលហើយប្រជាជននៅទីនោះក៏មិនបានយល់ដឹងអំពីការងារការពារថ
ให้รักษาสุขภาพได้ครูนไอได้โบราณกำสอดก็บ้านยกประปวนบ้านยกซับประปวนเต่าดอลสกกำนาดวิ่งเตียงเจ็ดกรีมกรัมนึ่งสอกสไนไกลเล่งโรยก่อรีบรับปีตุกลำบากให้ก่อรีบจำถือบนตามประเพณีตีกันไหลแต่เนียงสู้บานสลับเจตีกันไหลแต่เมียนดำเชอทมเมียนมันลมตระเชิงตระชัยเนี่ยตั้งไล่ได้ทั่วดำนาฉลองกัดแต่งแต่นำคนเดียชอบสมระบันติเติบทั่วดำนาตะมุกเตียนไงมวยเมียนเยตาจีระเตโกฉลองกัดตินุนเปไงตรองสลับแต่เมียนจอตระเจียเบาเมาอย่างคลั่งลีลำจมูกสลักเชอเงบพรวมจมูกหนึ่งสำเลงสไลด์เอาจุยเลยกูเอาอันนั้นจุยพองยมชื่อปวงนาจุยพองยมชื่อปวงนาเย่บานสดับลือสำเลงก็บานปรับตาทาตาชอบสันเมอตาชอบสันเมอโดยเจียเมียนนามันเนี่ยกิสไรเฮาจุยจังไงตาชอบสันเตอเมียนนากิสไรเฮายังจุยเปนูตาบานชอบรถแต่ให้ก็ดาวจูตัวรกมือไกลเมียนนาปึงเปี้ยจุยแต่โรคเมื่อซอบตื่นตีมันเคยเมียนมนุษย์ซ่าหายเย่ก็กัดบานในเยติท่าเวียเอ้ยตาเวียขยมลือสำเลงจะบ้านนะถ้าเอาจุยไอเรามาได้มันเคยตาก็เด้อก็เราอูปรับเย่เราอูไว้เราอูติดอูปรับเย่จะบ้าเจียขมิ้นหน้ามันเนี่ยเมาเล่นไส้จะมุยยังเฮ้ยเก็ตเตาขมิ้นสมัยนี้เล่นไส้ขมิ้นสกัดจ้าต้มไอเต้ดีเจรู้หายเกิดก็บอระแต่จริงเตากรอยหมกเตียนเมียนยีหมอบมันเนี่ยบ้านเตาสำราญโกนอ้อยเกลู่ตลอดหมกวิ่งดอลกันไล่ได้เนียงสู้บานสลับนู้ก็บานลือสำเลงใส่เอาจุยเตียดจุยพองยำชื่อปวดนาขยำชื่อปวดนากาไอเหล่าหายยีมอมเอ้ยจุยยำพองไปนู้ยีมอมก็เกิดนงเจตานาเกมอชื่อปัวไอขนมเปรย์นี่ก็บานใส่เฮาไปนู้ยีมอก็กัดยีวินทาเนี่ยนาหมกชื่อปัวไอขนมเปรย์โดยชนะเกิดหายีก็บานดาวดอมรังเตากันไหลได้เมียนสำเลงนู่ยีมอบโจลตดอลบานเคยเนียงสู้กำปงแต่เด็กโง่เน่าหนังตัวมแต่มันในไอก็สู้เตาเนียงท่านายเนียงกรุบแค่เตาให้มันได้บานจีนเอาแต่มันในไออย่างนี้ได้เนียงเตาไอหน้าเจ้ตุกประปวนเจ้าเต่าเกิดไว้เจ้ตุกประปวนเกิดเปนุเนียงสูขโมยเนียงสูก็บานชลายตอบเต่ายีหมอบวินทาให้ชลายตอบเตียงสำเลงสาวออนไลน์เว้งทาจ้าลูกเย่เพื่อได้ขยมกัดเต่าเปรย์บัดหายทำไมในเกิดมันเตือนหมอกวิ่งเตะเย่จุยขยมพองนะเย่นะ
យាយជួយខ្ញុំផងខ្ញុំឈឺពោះណាយាយមកចាប់ដើមរៀបចំសម្ភារៈផ្សេងដើម្បីសម្រាលកូនឲ្យនាងគាត់រៀបចំបណ្ដើគិតថាប្តីប្រពន្ធមួយគូនេះមានគំនិតក្រិនបើនៅក្នុងព្រៃសោះចេះមានរបស់របរប្រើប្រាស់គូសំ ពេលនោះព្រះអាទិត្យបានលិចបន្តិចម្ដងស្បៃរាត្រីក៏ចូលមកដល់គ្របដណ្ដប់នៅទីដងព្រៃដ៏ស្ងាត់រួមទាំងខ្ទួមកំសត់របស់នាងស៊ូផងដែរក្រោមពន្លឺភ្លើងចង្កៀងផ្លុងល្មមយាយមកកំពុងតែសម្រាលកូនឲ្យនាងស៊ូរំពេចនោះទារកក៏កើតចេញមកយាយមកលឿនមកថាយីអើកូននេះធ្លោះម្លេះតើធ្លោះណាស់តើយីមកក៏យកទារកទៅសម្អាតហើយប្រគល់ឲ្យម្ដាយពេលនោះគាត់ឃើញនាងស៊ូដណ្ដប់ភួយចិត្តក៏ស៊ូថាអើយមិនដេចក៏ដណ្ដប់ភួយបែបនេះធំដង្ហើមស្លាប់ហើយមិនលឺនាងឆ្លើយតបសោះគាត់ក៏បើកភួយមើលស្រាប់តែឃើញមុខនាងរលេះរលួយដង្កូវវាកាត់គូឲ្យខ្ពើមយីមកភ័យណាស់រីឯខ្ទួមដែលគាត់កំពុងឈួរក៏ស្រាប់តែរលេបាត់ងាកមកមើលទារកដែលគាត់កំពុងបីក៏ប្រែទៅជាគល់ឈើទៅវិញយាយម៉មឃើញដូចនេះឃើញដូច្នេះក៏រត់ទាំងប្រលឹងចុងសក់បាតជើងសព្រាតត្រឡប់ទៅផ្ទះវិញទាំងត្រហេបត្រហបបាទគឺលួងខ្លាំងតែម្ដងបាទលួងឲ្យសម្រាលកូនហើយលួងធ្វើបាបយាយម៉មទៀតនិយាយពីគ្រូពេទ្យម្នាក់ដែលចូលចិត្តព្យាបាលអ្នកស្រុកយកកម្រៃច្រើនមិនសូវចេះអាណិតដល់អ្នកជំងឺក្រីក្រទេថ្ងៃមួយគ្រូពេទ្យនោះបានត្រឡប់មកពីចាក់ថ្នាំឲ្យអ្នកស្រុកនៅក្នុងភូមិពេលមកដល់កន្លែងដែលនាងស៊ូស្លាប់នោះក៏មានស្ត្រីម្នាក់បានហៅឲ្យឈប់លោកគ្រូពេទ្យឃើញហើយក៏បានតបវិញថាណែប្អូនស្រីតើមានធុរៈអ្វីដែរពេលនោះនាងដែលបានហៅម៉ូតូឈប់នោះក៏បានឆ្លើយតបទៅគ្រូពេទ្យវិញថាចាលោកគ្រូពេទ្យខ្ញុំមិនស្រួលក្នុងខ្លួនសោះសូមលោកគ្រូពេទ្យជួយពិនិត្យឲ្យខ្ញុំផងហើយក៏នាងអញ្ជើញលោកគ្រូពេទ្យឲ្យចូលទៅក្នុងខ្ទួមរបស់នាងគ្រូពេទ្យពិនិត្យនិងសួរអំពីអាការៈរួចអស់ហើយក៏ព្យាបាលតាមជំនាញរបស់គាត់ដែលឃើញនាងនៅតែម្នាក់ឯងគាត់ក៏សួរណែប្អូនស្រីនៅតែម្នាក់ឯងឬនាងក៏តបវិញថាប្តីខ្ញុំមានប៉ុន្តែថ្ងៃនេះគាត់ចេញទៅព្រៃមិនទាន់មកវិញទេបន្ទាប់ពីពិនិត្យរួចលោកគ្រូក៏លានាងត្រឡប់ទៅវិញនាងស៊ូក៏ខឹងឈប់សិនលោកគ្រូពេទ្យនៅពិសាបាយផ្ទះខ្ញុំសិនទៅនៅពិសាបាយផ្ទះខ្ញុំសិនទៅលោកគ្រូពេទ្យក៏បានឆ្លើយនឹងនាងស៊ូវិញថាសូមទោសប្អូនស្រីខ្ញុំមានការត្រូវប្រញាប់ប្រញាល់ទៅវិញព្រោះចិត្តយប់ទៅហើយនាងបានដោះខ្សែករបស់នាងទៅឲ្យលោកគ្រូពេទ្យជាថ្លៃព្យាបាលគ្រូពេទ្យលឿនមកថាហាម្ដេចបានជាឲ្យច្រើនម្លេះនាងតបទៅលោកគ្រូពេទ្យវិញថាបន្តិចបន្តួចទេលោកគ្រូពេទ្យកុំគូសំអីលោកគ្រូយកចោលលោកគ្រូយកចោលលោកគ្រូពេទ្យទទួលយកទាំងចិត្តត្រេកអរនាងក៏ខិតលោកគ្រូពេទ្យម្ដងទៀតនាងក៏ដើរចូលទៅក្នុងលើកយងម្ហូបចម្លែកជាពិសេសទំនួងឆ្ងាញ់ណាស់
គ្រូពេទ្យពិសាបណ្ដាស៊ូពីនេះពីនោះបណ្ដាទំនួងជាចង់ញ៉ែមួយសន្ទុះក្រោយមកលោកគ្រូពេទ្យក៏ឮសំឡេងក្មេងយំបាទលោកគ្រូពេទ្យក៏បាននិយាយថាយីសំឡេងក្មេងនេះមកពីណាសំឡេងមកពីណានាងចង្អុលទៅលើចុងឈើរួញពន្លូតដៃយ៉ាងវែងទៅយកកូនរបស់នាងពីក្នុងអង្រឹងដែលចងនៅចុងឈើពេលគ្រូពេទ្យឃើញហើយក៏ភ័យរហូតលេចនោមរត់ចេញទៅបានបន្តិចខ្សែកដែលខ្មោចឲ្យនោះបានคล้ายទៅជាច្រវាក់យ៉ាងធំធ្វើឲ្យកដួលទៅមុខងើបមិនរួចគិតពីស្រែងឲ្យគេជួយกือบជូនពេលជាពេលនោះមានអ្នកស្រុកម្នាក់ដែលកំពុងធ្វើដំណើរឆ្លងកាត់ឃើញគ្រូពេទ្យនៅតែម្នាក់ឯងស្មានតែមនុស្សស្រវឹងលុះជួយលោកគ្រូពេទ្យនោះហើយទើបងើបដឹងថាកើតត្រូវខ្មោចលងចាប់តាំងពីពេលនោះមកឲ្យតែដល់ពេលរសៀលអ្នកស្រុកអ្នកភូមិពុំសូវហ៊ានឆ្លងកាត់ទីនោះទេក្រោយមកមានពូម្នាក់រស់នៅភូមិឆ្ងាយកើតជិះកង់លក់ការ៉េមក្នុងភូមិមិនដាច់សោះក៏បន្តដំណើរទៅភូមិមួយទៀតលុះធ្វើដំណើរមួយសន្ទុះធំក៏មកដល់កន្លែងខ្មោចនាងស៊ូស្រាប់តែមាននារីម្នាក់ហៅពូលក់ការ៉េមស៊ូដូចនេះថាឈប់សិនលោកពូឲ្យការ៉េមកៃខ្ញុំមួយដើមមកឲ្យការ៉េមកៃខ្ញុំមួយដើមមកកើតក៏យកការ៉េមកៃឲ្យនាងទទួលការ៉េមកៃហើយក៏យកទៅអង្គុយជញ្ជក់នៅលើកំណាត់ឈើងាប់មួយពូការ៉េមនិយាយទៅនាងស៊ូថានាងពូសុំលុយថ្លៃការ៉េមថ្ងៃចិត្តលិចហើយផ្ទះពូឆ្ងាយណាស់នាងតបទៅអ្នកលក់ការ៉េមវិញថាពូប្រញាប់ទៅឯណាពូប្រញាប់ទៅណាខ្ញុំហូបមិនទាន់ឆ្អែតផងម្ដេចពូខ្លាចយប់ម្ល៉េះស្រាប់តែពេលនោះមានខ្យល់ត្រជាក់បក់មករំភើយលេលំជាមួយសំឡេងស្លឹកឈើធ្វើឲ្យពូលក់ការ៉េមព្រឺសម្បុរខ្ញាក់តែម្ដងពូក៏លក់ការ៉េមលឿនមាត់ខ្ញុំដូចជាខ្លាចនាងណាស់ចុះនាងមិនខ្លាចទេអីថ្មនេះហើយនៅមិនទាន់ទៅផ្ទះទៀតនាងស៊ូតបដោយសំឡេងមួយល្វើយទៅវិញថាពូខ្លាចខ្មោចមែនពូខ្លាចខ្មោចមែនកុំខ្លាចអីខ្មោចណាហ៊ានលងពូប្រាប់ខ្ញុំពូការ៉េមលក់ការ៉េមកៃក៏បានតបដោយខឹងនឹងនាងថាយីនាងជាមេខ្មោចឬអីនាងតបទៅពូលក់ការ៉េមវិញថាខ្ញុំមិនមែនមេខ្មោចទេខ្ញុំជាម្ដាយខ្មោចនិយាយរួចក៏ហៅពូលក់ការ៉េមថែមទៀតថែមឲ្យខ្ញុំមួយដើមទៀតមកចាំខ្ញុំឲ្យលុយថែមឲ្យខ្ញុំមួយដើមទៀតមកចាំខ្ញុំឲ្យលុយពូលក់ការ៉េមសប្បាយចិត្តបន្តិចនឹកក្នុងចិត្តថាប៉ុណ្ណេះអញបានទៅផ្ទះហើយគ្រាន់តែកិនយកការ៉េមចេញពីធុងបាតបន្តិចនាងក៏លៀនអណ្ដាតយ៉ាងវែងតោកែវយកការ៉េមពីដៃរបស់គាត់ពូក៏លក់ការ៉េមឃើញដូចនេះភ័យខ្លាំងណាស់ក៏ទាញកង់ធាក់ទៅមុខស្ទើរមិនរួចគាត់ភ័យរហូតដល់រាកនោមលិចនោមដាក់ខោលិចទៅតាមជើងខោដោយប្រូចជ្រោចទៅតាមផ្លូវបន្ទាប់ពីលងអ្នកលក់ការ៉េមនេះរួចមក
ខ្មោចនាងស៊ូក៏បានចាប់ដើមធ្វើឲ្យអ្នកស្រុករឹតតែមានការខ្លាចរអាគ្រប់គ្នាក្រោយមកមានព្រះសង្ឃមួយព្រះអង្គទ្រង់និមន្តธุដងค์មកដល់កន្លែងដែលនាងស៊ូបានស្លាប់ព្រះអង្គបានប្រមាលមើលនៅហេតុសពក្រុមអំពើរបស់នាងស្លាប់និងការលួងគេឯងរបស់នាងដល់ពេលវេលាយប់ស្ងាត់ព្រះអង្គបានសូត្រធម៌ផ្សាយមេត្តាចិត្តដល់សត្វសត្វទាំងឡាយមានទាំងពពុះខ្មោចព្រាយបិសាចផ្សេងទៀតផងជាច្រើនលុះពេលវេលាព្រឹកឡើងអ្នកស្រុកដឹងថាមានព្រះសង្ឃនិមន្តธุដងค์មកក្បែរភូមិរបស់ខ្លួនដូច្នេះបាននាំគ្នាយកចង្ហាន់ផ្សេងទៅប្រគេនដល់ព្រះសង្ឃអ្នកស្រុកបាននាំគ្នាមកទទួលព្រះអង្គអំពីការភ័យខ្លាចរបស់ពួកគេទ្រង់បង្កើបឲ្យអ្នកស្រុកធ្វើបុណ្យបង្សកូលឲ្យនាងស៊ូដើម្បីឧទ្ទិសកុសលឲ្យនាងបានទៅកាន់សុគតិភពចាប់ពីពេលនោះមកកន្លែងដែលនាងស៊ូស្លាប់ក៏បានសុខសាន្តពុំដែលមានខ្មោចលួងឬមានអ្វីមករំខានយាយីអ្នកស្រុកទីឡើយបាទរឿងនេះក៏សន្មតថាចប់តែត្រឹមនេះឯងបាទអញ្ចឹងសូមពុកម៉ែបងប្អូនទាំងអស់គ្នាយើងទាំងអស់គ្នាផងដែរការធ្វើនៅផ្ទះនៅឆ្ងាយនៅអីយ៉ាងណាក្តីយើងក៏បីនឹងថែរក្សាសុខភាពយើងឲ្យបានច្រើនទាំងអស់គ្នាបាទសូមជម្រាបលាបងប្អូនអស់គ្នាហើយបងប្អូនដែលបានចូលស្ដាប់នៅវីដេអូរបស់ខ្ញុំហើយខ្ញុំបាទក៏សូមជូនពរជ័យសិរីជ័យមង្គលវិបុលសុខគ្រប់ប្រការកាត់មានដល់ពុកម៉ែបងប្អូនអរគុណដែលបានស្ដាប់ហើយសូមឲ្យបាននូវសុខភាពល្អអនាគតបបររឿងបាទសូមជម្រាបលាបាទ